បាទគ្រប់ជំរាបសួរបងប្អូនគ្នាបាទវីដេអូនេះខ្ញុំបង្ហាញពី option ថ្មីនៅក្នុងកម្មវិធី Video Converter អញ្ចឹងកម្មវិធីថ្មីហ្នឹងគឺមានឈ្មោះថា Create Thumbnail បាទសូមចុចចូលបាទនៅក្នុង option Create Thumbnail ហ្នឹងគឺវាមាន option ចំនួន5ទី1ការបង្កើត Thumbnail Create Thumbnail ហ្នឹងគឺចង់សម្ដែងនៅលើការបង្កើតរូបភាពចេញពីវីដេអូមកវិញមានថាយើងដូចបើភាសាយើងប្រើកម្មវិធីដើម្បី screenshot តែនេះវាធ្វើការអូតូម៉ាទិកនៅលើហ្នឹងទី2ការបង្កើត thumbnail ដូចគ្នាតែជាលក្ខណៈ grid មានថាជារូបភាពបន្ទាប់លើគ្នាដើម្បីបង្កើតបានជា grid layout មួយបន្ទាប់មកទី3នេះគឺ option ដែលធ្វើការ add រូបភាព add thumbnail ទៅលើវីដេអូមានថាការ design របស់យើងជារូបភាពអីហើយសម្រាប់ចង់ add thumbnail ចូល direct ហ្មងដោយមិនបាច់ចាំ upload ចូល platform ដូច Facebook ឬក៏ YouTube ហើយបានទៅ select thumbnail មកវិញអញ្ចឹងក្នុងនេះវាស្រួលយើង add យកហ្មងយើងពេល upload មិនបាច់ទៅជ្រើស thumbnail ទៀតទេគឺវាយក thumbnail ដែលយើងបាន add ចូលវីដេអូហ្នឹងឯងមួយទៀតគឺការកំបាញ់រូបភាពទៅជាវីដេអូមានថាយើងមានរូបស្លឹកច្រើនចង់បង្កើតជាវីដេអូយើងអាចធ្វើក្នុងហ្នឹងបានហើយទី5នេះគឺការ edit image មានថារូបយើងមានរូបភាពស្រាប់យើងចង់ដាក់ watermark លក្ខណៈឈ្មោះឬក៏ URL របស់ Facebook យើងឬក៏ YouTube យើងអាចដាក់ក្នុងហ្នឹងបានហើយការដាក់ហ្នឹងគឺវាមានលក្ខណៈដូចគ្នាការ add watermark និង add watermark ជារូបភាពអញ្ចឹងជាដំបូងនេះខ្ញុំសូមជ្រើសរើសកន្លែង create thumbnail មុនដំបូងគេអញ្ចឹងខ្ញុំសូមធ្វើការ add រូបភាពសិនវីដេអូបញ្ចូលសិនបាទអញ្ចឹងវីដេអូរបស់ខ្ញុំមាន6អញ្ចឹង option នៅក្នុងការ create thumbnail នេះគឺវាមាន3នៅក្នុងនេះខ្ញុំសូមបញ្ជាក់តិច start នេះគឺចង់បញ្ជាក់ពីវិនាទីទីប្រហែលទៅដើម្បីធ្វើការ create ឧទាហរណ៍ថាវីដេអូយើងមាន10ឬក៏15នាទីចុះអញ្ចឹង thumbnail ខ្ញុំយកពីនាទីទី10ទៅអញ្ចឹងវាសល់5វិនាទីអញ្ចឹងបន្ទាប់មកយើងមើលអា second នេះអញ្ចឹងកន្លែងហ្នឹងចង់បញ្ជាក់ថាតើយើងយករូបភាព1 second 1សន្លឹកឬក៏2 second 1សន្លឹកឬក៏1 second ជាងខ្ញុំដាក់ក្បៀសអញ្ចឹងបានយកឧទាហរណ៍មកបើយើងយក 1.0 នេះវាស្មើនឹង1 second វាយករូបមួយអញ្ចឹង option ទី3នេះគឺ amount មានថាចំនួនរូបភាពដែលយើងចង់បានបើយើងដាក់មួយវាបង្កើតតែមួយឲ្យយើងអញ្ចឹងនៅក្នុងន័យទាំងអស់នេះគឺ start ពីនាទីទី0 1វិនាទីមួយរូបភាពនិងចំនួនរូបភាពដែលយើងចង់បានឥឡូវឧទាហរណ៍ថាខ្ញុំចង់បានក្នុងវីដេអូខ្ញុំចង់បាន2រូបភាពឬក៏ច្រើនទៅតាមហ្នឹងហើយយើងអត់ទី2យើងត្រូវយល់ថាវីដេអូដែលយើងយកមកដាក់ហ្នឹងមានប្រមាណខ្លះអញ្ចឹងណាដើម្បីយើងងាយស្រួលថាយក1ឬក៏2ឬក៏ប្រមាណអញ្ចឹងអានេះខ្ញុំសូមធ្វើការ create បើសិនជាបងប្អូនចង់ដូរ color ដូរអីវាឬក៏ crop scale អីគឺបានដូចគ្នាតែនេះខ្ញុំឧទាហរណ៍សិនតោះមកខ្ញុំជ្រើស output ដូចធម្មតាដូចកម្មវិធី convert ធម្មតាអញ្ចឹងចំណុចកន្លែងនេះខ្ញុំ start ពីនាទីទី0 1វិនាទី1សន្លឹកយកចំនួន2អញ្ចឹងកន្លែងនេះវាប្រកាសជាយកវិនាទីទី1វិនាទីទី2យកមកធ្វើជារូបស្លឹកឲ្យយើងវិញបាទ6វីដេអូគឺការ create អញ្ចឹងមានថានេះលេខ1លេខ2សន្លឹកទាំងអស់តែវិនាទីខុសគ្នាចាំបងប្អូនអាចមើលទៅឃើញដឹងថាទាំងអស់ហ្នឹងគឺនេះ1 2 1 2អញ្ចឹងទាំងអស់12សន្លឹកបាទអញ្ចឹងការ create thumbnail ហ្នឹងគឺមានតែប៉ុណ្្នឹងទេតែបងប្អូនចង់ create ឲ្យមានរូបភាពស្រាប់ហ្មងធ្វើ thumbnail ហ្មងអាហ្នឹងអូខេយើងអាចធ្វើបានភ្លាមនៅលើហ្នឹងយើងវាយអក្សរឲ្យទៅទីតាំងវាដោយកម្មវិធី convert ធម្មតាអញ្ចឹង scale ប៉ុន្មានរូបភាពប៉ុន្មានអញ្ចឹងណាអញ្ចឹងចំពោះ option នេះខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងសិនលុបអានេះដើម្បីកុំឲ្យវាច្រឡំគ្នាតែខ្ញុំយក option ទី2អញ្ចឹង option ទី2នេះវាបង្ហាញថាដូចគ្នា start ពីនាទីទីប៉ុន្មានវិនាទីទីប៉ុន្មានអញ្ចឹងបើ1ស្មើវិនាទីទី1អញ្ចឹងកន្លែងនេះខ្ញុំយកវិនាទីទី0ដូចគ្នាតមក layout ដែលយើងចង់បាន
ថា4 4 គុណ 8 4 គុណ 8 ចង់និយាយថា4ផ្ដេកមានចំនួន4ជួរនិងបញ្ឈរចំនួន8ស្លឹកតែវីដេអូយើងនេះវាបញ្ឈរអញ្ចឹងខ្ញុំសូមឲ្យតិចវិញដើម្បីកុំឲ្យវាច្រើនពេកពិបាកមើលបាទអញ្ចឹងយក2គុណ 3អញ្ចឹងវាឆ្វេងមួយស្ដាំមួយហើយចុះក៏ក្រោម3ស្លឹកហើយចំណុចកន្លែង width ហើយនឹង height នេះគឺមានន័យថា width 240 pixel height ស្មើ0ស្មើនឹងវានឹងស្មើនឹងអត់មាននេះចង់និយាយថាវានឹង scale ទៅតាម y វិញអញ្ចឹងសម្រាប់បងប្អូនដែលចង់បាន y ប្រមាណគឺវាទៅធ្វើតាមនឹងព្រោះអីយើងយកតំណែងមកអាច resolution ឧទាហរណ៍2គុណ 3អញ្ចឹងយើងយក1050មានថា3 1000មានថាអានេះវាគិតទៅលើ resolution បើទាំងអស់ហ្នឹងវា full HD វាទំហំធំមានថាយក1920ទៅគុណនឹង3ដងអញ្ចឹងប្រឈរនឹងរូបធំពេកអញ្ចឹងបានគេយើងអាចវិភាគទៅយើងថាយកតែប៉ុណ្ណាអញ្ចឹងទៅយើងដឹង pixel ដែលចេញមកគឺប្រហែលមានថាបើយើងយក width ប៉ុណ្ណឹងហើយស្មើប្រហែល pixel គុណនឹង3តែបើ width យើងដឹងហើយយើងថា2អញ្ចឹងវានឹង width ហ្នឹង480 pixel ហើយបញ្ឈរវាគុណ3ដងនៃនេះដែរអញ្ចឹងខ្ញុំសុំតែប៉ុណ្ណឹងហើយខ្ញុំធ្វើការ create បាទបាន6ស្លឹកយើងចូលទៅមើល create អញ្ចឹងណាបាទចំពោះរូបដែលខ្មៅនេះគឺរូបវិនាទីដែលវាចាប់អត់បានអស់តោះមកយើងចូលមើលស្លឹកទី2អញ្ចឹងមានថានេះវាមានវិញមានថាវីដេអូនឹងមួយវែងអញ្ចឹងវាធ្វើការកំណត់បានអញ្ចឹងឃើញ2ផ្ដេក3បញ្ឈរអញ្ចឹងយើងអាចធ្វើឲ្យ scale បានទៀតមានថាបងប្អូនចង់ឲ្យចេញមក pixel បញ្ឈរហ្មង18 920ហ្មងអញ្ចឹងកន្លែងហ្នឹងក៏បងប្អូនយកតែ scale ហ្នឹងមកយកតែ18 920ចេញមកគឺរូបទំហំប៉ុណ្ណឹងមកវានឹងទាញរូបហ្នឹងឲ្យតែបានប៉ុណ្ណឹងគ្រាន់តែរូបដែលយើងចេញមកវាទឺអញ្ចឹងចំពោះ option ទាក់ទងមួយ grid layout នេះមានប៉ុណ្ណឹងហើយវាអាចនឹងប្រើបានដូចគ្នាទៅការ filter color អីហ្នឹង add border ឬក៏ add watermark បានដូចគ្នាព្រោះ option ទាំងអស់នេះខ្ញុំសូមធ្វើការបញ្យល់នៅចុងក្រោយវិញបន្ទាប់មកទាក់ទងមួយការ add thumbnail ឥឡូវការ add thumbnail នេះខ្ញុំសូមបន្ទាប់បន្តិចដើម្បីខ្ញុំយកភាពខ្លះមកធ្វើជា thumbnail អញ្ចឹងខ្ញុំសូមបញ្យល់ទី5ហ្មងទៅមិញថាចុងក្រោយលើបញ្យល់ទី5មកចេះឥឡូវខ្ញុំសូមជ្រើសរូបមិញលុបបាត់ហើយអញ្ចឹងខ្ញុំសូម create thumbnail ថ្មីមួយអញ្ចឹងយកតែមួយស្លឹកទេ scale ខ្ញុំអត់យកទេបាទអញ្ចឹងខ្ញុំបដូរអានេះមកពាក្យថា thumbnail វិញមិនអញ្ចឹងសូមកន្លែង option ទី5វិញដើម្បីខ្ញុំ edit រូបហ្នឹងយកធ្វើជា thumbnail វិញសូមប្រើមកអញ្ចឹងចេញពី all មកយកញើវិញញើរូបភាពនេះអញ្ចឹងទាំងអស់មិញ6ស្លឹកហ្នឹងតោះមកខ្ញុំសូមធ្វើការ crop ខ្ញុំ scale យក18មកវិញscale ប៉ុណ្ណេះខ្ញុំបញ្ជាបន្ទាប់មកខ្ញុំធ្វើការដាក់ color បន្តិចទៅ warm cool អីចឹងទៅឥឡូវនេះបងប្អូនអាចយក custom បានដូចគ្នាទៅពេញហ្នឹងហ្មងទៅគឺការ add border ទៅ add border ខ្ញុំយកពណ៌ខ្ញុំចាក់តា10បានហើយឲ្យវាចេញសុំមកលើក្រោម5តោះខ្ញុំ add ខ្ញុំវាយពាក្យខ្មែរយើងនេះវាមិនមែនឈ្មោះ page ឈ្មោះអីខ្ញុំគាត់ចំណាំពាក្យនឹងវាស្រួលខ្ញុំវាយទៅតោះមកតែ opacity វិញយក70 scale ធំតិចទៅយកនៅកណ្ដាលអក្សរហ្នឹងតោះមកខ្ញុំ add watermark រូបភាពមួយទៀតដាក់ Facebook អញ្ចឹងខ្ញុំយកខាងលើនេះវិញកុំឲ្យវានៅជិតគ្នាអញ្ចឹងខ្ញុំ scale វាបន្តិចទៅភាពច្បាស់វិញខ្ញុំដកមកទូចតិចទៅកុំឲ្យគេសូវមើលឃើញអញ្ចឹងដល់វាបាំងចំពោះ option ឡើងនេះខ្ញុំគិតថាខ្ញុំយកតែប៉ុណ្្នឹងទៅដើម្បីយកអាហ្នឹងមកធ្វើជា watermark add ចូលវីដេអូ
bầu hơi em châu nó ní nè chứ vậy đây và thầm mặc em thơ bán kia này bạn chứ không mua sẽ lọc này bạn chứ là em xôm đồ nó đã thả thầm nào yeah chọn keyboard mà ok thầm bí nè này cắt trên nó là mày mò vì sẽ làm cái này bạn chắc là nhân xung option bắt to đây chọn gì thà em nào đấy những tầm video bao nhiêu cái bộ mùi nhé mình lại cả bạn này chắc là nhân xung tất cả em nào số nó nói cái em nào crop ý nhưng bật chào hay của riêng có thể cả edit để chia tiền nữa những nhân xung bật chào này chẳng cho bộ cả rồi clip này video bao nhiêu riêng rồi rụt phép tầm nào nó nói bị chạy tha video của mỗi rụt phép mỗi tôi ở bóng ôn rồi pram rụt phép miền pram ở đó có thể cả ad tập hè này nên thà bộ của mỗi về sắc xa rụt phép hot group miền của mán về ad phần năng xong bây giờ bóng ôn môi tiết để tôi mới cả ad tầm nào lắm chăm bạn em thoát cứ mua file video nó mua file rụt phép rồi tại đôi kia đã mấy về thời ca lụt từ hồi chúng một đôi kia viên năng thời ca ad về cháu đó để chúng mua video nó chúng mua hộp thiệp để dành cho ad thằng nào cháu đó chúng mua thời đã đôi kia từ vì họ hụt nó tại ad tam video mùi ad khỏi chẳng lại những video mỗi hộp thiệp mỗi chẳng nhằm xong thời ca ad thằng nào này cái thằng nào cái lừa này bóng hài chẳng bao bốn giờ là mới thằng nào video bỏ này tặng nào chẳng người ta vì score của mỗi rụp hiện nó cứ bị ad cho là mình khỏi bỏ video nó cứ video nặng mỏ chẳng như sớm thời cả play đấy bớt rút vì bị chẹt hàng này thì thầm nào mấy dân bị chẹt thấy đồ bỏ về đây về dân play cứ video thọ mà đã chẳng chấm pua cả ad tầm nào cứ vì mình tập bằng ấy mình phim nghề xuống hay lừa nằm phật tôi nói em xong bằng hàng option trong khối từ option tỷ 4 cả combine hộp phép tới chỉ video mình chẳng cả combine hộp phép cứ dân thời ca từ hộp phép video như vậy thì chẳng hộp phép để dân chọn đá ưu đó hơn thà lấy em xong giờ hộp phép tặng án thời chỉ video mình chế đời xa resolution bị khó nghĩa vì năng mình bánh hàn cả phải châu kia chẳng nhầm xong create thay create rút thay á anh em scale your pixel được kia chẳng mà đào mình nhầm vô tại pixel là ta đại đó tổng nhầm scale vì ai mà pixel bản năng thằng ác kia ok em xong thử cả create bạn chẳng xong chỉ thì xa resolution vì khó nghĩa cái này bờ lời thấy buồn hồi bờ ní bờ lời thấy buồn bị bad là cái ai chỉ bà chẳng chia sẻ bạn chia sẻ bằng phone này mình tạm bắt với admin bánh hái này sai nhầm cho làm đã sẽ khen cái màu sâu đó tập về chẳng tới vì họ bị tì để create thumbnail mà bạn chẳng nhầm xong thời ca bắt đầu sao tiếp nhưng giờ crop bên này scale bên này này là bây giờ phép thông mấy mà vừa chí video bà này trời mình nhầm vì cho làm select này mình chẳng complete là về create thumbnail vinity thời bị trẻ cho bà thao vinity tìm mà đó đầm bay thừa cả cái tầm nào chẳng này chẳng nhâm ba nụ phép tặng nó đập bí để tam vậy đây nhâm chọn bàn ngay bạn phải tỏ máu nhâm xôm chỗ là option trong khỏi mấy cả cầm ba nụ phép tới chia video chẳng nhâm xóm thừa cả chia được folder chúng hướng bí y này chẳng người trẻ tha đủ tặng mình đập bí đủ chẳng cái lại này nhâm xôm thừa cả crop đây rồi vi sinh mà chẳng chẳng này tỏ máu em thực cả đã thả em đã lừa đại chẳng tới đã vào tầm mát để tôi mọi chẳng tới tại thì tăng từ đại chẳng tới ở đây cái lừa ấy những còn cũng trong đạn đấy
ដាក់ទៅអញ្ចឹងណាទៅតាមចំណង់នៅចិត្តរៀងខ្លួនខ្ញុំជំនាញខ្ញុំសុំតែប៉ុណ្្នឹងឯងបន្ទាប់មកខ្ញុំសុំធ្វើការបញ្យល់ start បន្តិចstart ជាមួយ second មានថាកន្លែងនេះចង់បញ្ជាក់ថាក្នុងមួយរូបយើងឲ្យវា play រយៈពេលប្រហែលវិនាទីកន្លែងហ្នឹងណាអញ្ចឹងមានថាឧទាហរណ៍ថាក្នុងមួយរូបខ្ញុំឲ្យវា play 2ស្មើ2វិនាទីមានថា2វិនាទីក្រោយវាដូររូបមួយទៀត2វិនាទីក្រោយដូររូបមួយទៀតអញ្ចឹងចំណុចកន្លែងហ្នឹងបន្ទាប់មកកន្លែង second នេះគឺចង់និយាយថាតកតងមួយរូបហ្នឹងឲ្យពីការផ្លាស់ប្ដូរពីមួយរូបទៅមួយរូបហ្នឹងភាពងងឹតរបស់វាក្រោមប្រមាណឧទាហរណ៍បងប្អូនដាក់ទាបបំផុតទៅបើដាក់មួយវិនាទីក៏បានដែរតែបើបងប្អូនថាឲ្យវាងឹតឲ្យលឿនផុតអញ្ចឹងទៅបងប្អូនដាក់0.1អញ្ចឹងទៅដើម្បីឲ្យវាធ្វើការផ្លាស់ប្ដូរពីមួយរូបទៅមួយរូបលឿនពួកអីបើយើងដាក់អញ្ចឹងវាអត់បដូរមួយស្លឹកដូរផ្លាស់យកហ្មងវាមើលទៅដូចអត់សមអញ្ចឹងណាចាស់នេះវាធ្វើងងឹតឲ្យវាងងឹតអញ្ចឹងដូច fade in fade out នៅក្នុងកម្មវិធី convert អញ្ចឹងកន្លែងនេះចំណុចដូចគ្នាអញ្ចឹងចំពោះ option ប៉ុណ្ណឹងខ្ញុំយកតែប៉ុណ្ណឹងទេដើម្បីបង្កើតវីដេអូឲ្យវត្តមានខ្ញុំដាក់ប៉ុណ្ណឹងអញ្ចឹងវាធ្វើការបង្កើតវីដេអូមួយដែលមានរូប12ស្លឹកហ្នឹងអញ្ចឹងវាគុណនឹង2វា24វិនាទីចេញមកអញ្ចឹងខ្ញុំសូមធ្វើការ convert អញ្ចឹងរូបភាពវីដេអូដែលចេញមកគឺនៅក្នុង folder នេះហើយនេះបាទហើយអញ្ចឹងវាបានវីដេអូមួយដែលមាន24វិនាទីដូចខ្ញុំនិយាយអញ្ចឹងណាបាទអញ្ចឹងបងប្អូនគាត់ឆ្ងល់ថាចំមិនអត់លឺសលេងអញ្ចឹងនេះខ្ញុំគ្រាន់ឲ្យមើលថាការផ្លាស់ប្ដូរពីមួយរូបគឺទៅមួយរូបគឺអញ្ចឹងណាបាទសម្រាប់បងប្អូនដែលចង់ឆ្ងល់ថាជុំមិនអត់សលេងគឺការកំបាញ់រូបយើងអត់បានដាក់សលេងវានឹងចេញអញ្ចឹងអញ្ចឹងបងប្អូនអាចដាក់សលេងបាននៅកន្លែងនេះអាចបើកបានហើយអញ្ចឹងបងប្អូនចង់ដាក់សលេងអីក៏បានដែរបើថាបងប្អូនចូលទៅ folder មួយណាដែលបងប្អូនចង់លើនេះអញ្ចឹងខ្ញុំសូមដាក់សលេងចូលទៅអញ្ចឹងខ្ញុំធ្វើការ convert ភាសាទៀតវានឹងកំបាញ់រូបមិញ24វិនាទីដែរប៉ុន្តែវាមានសលេងអញ្ចឹងសូមចូលមើលបងប្អូនលឺអញ្ចឹងមានថាវាបង្កើតរូបស្លឹកហ្នឹងហើយមានសលេងដែលយើងដាក់ចូលទៀតបាទចំពោះកម្ម option ក្រោយនេះការ create thumbnail ហ្នឹងគឺវាមាន5 option ហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការ create thumbnail create អីអាច create បានទៅតាមអ្វីដែលបងប្អូនចង់បាននៅក្នុង5 option ហ្នឹងតាមជំរឿនបងប្អូនដែលចង់បានទៅសម្រាប់បងប្អូនធ្វើវីដេអូទៅ YouTube ឬក៏ Facebook អីវាស្រួលមិនបាច់ add thumbnail ហើយទៅមិនបាច់ពេល upload អីយើងទៅជ្រើសរើស thumbnail ឬក៏ upload រូបភាពដើម្បីកំណត់ thumbnail របស់វីដេអូយើងគឺយើង add ឲ្យតែហ្មងទៅស្រួលជាងអញ្ចឹងចំពោះ option ហ្នឹងមានតែប៉ុណ្្នឹងទេហើយបងប្អូនអាចមានចម្ងល់សួរក្នុងក្រុមបន្ថែមទៀតទៅ